ខេត្តបាត់ដំបងថៃអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចេញចូលតាមច្រកព្រំដែនភ្នំដីមួយថ្ងៃប៉ុណ្ណោះចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 4 ល្ងាចកាលពីយប់ថ្ងៃទី 25 មិថុនា ឆ្នាំ 2025 ការិយាល័យទំនាក់ទំនងព្រំដែនថៃបានទំនាក់ទំនងមកលោកគណៈស្នេហ៍ត្រូវប៊ុនវឌ្ឍនៈប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិភ្នំដីគីឡូ 13 តាមរយៈប្រព័ន្ធទំនាក់ទំនងឡាញថាភាគីថៃនឹងបើកច្រកទ្វារអន្តរជាតិច្រកខោឌិនចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 4:00 ល្ងាចដើម្បីសម្របសម្រួលការធ្វើដំណើរព្រំដែនរវាងប្រទេសទាំងពីរនេះបើយោងតាមការបញ្ជាក់របស់ទីស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដីស្រុកសំពៅលួនខេត្តបាត់ដំបងនាថ្ងៃទី 26 ខែមិថុនានេះច្រកទ្វារអន្តរជាតិភ្នំដីសំពៅលួនភាគីថៃបើកឲ្យអនុញ្ញាតមានដូចខាងក្រោម 1. អនុញ្ញាតឲ្យពលករដែលកកស្ទះនៅទីផ្សារថៃឲ្យចេញមកប្រទេសកម្ពុជាវិញបាន 2. អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលទិញទំនិញថៃនៅផ្សារថៃបានដោយប្រើលិខិតឆ្លងដែន 3. អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរដែលមានលិខិតណាត់ពេទ្យចូលទៅខេត្តស្រះកែវឬស្រុកអារ៉ាញ់បានដោយប្រើលិខិតឆ្លងដែនដែលទៅព្រឹកវល់ល្ងាច 4. អ្នកដែលមានជំងឺធ្ងន់ធ្ងរត្រូវបានការអនុញ្ញាតពីការិយាល័យទំនាក់ទំនងព្រំដែនថៃកម្ពុជាស្រុកអារ៉ាញ់ដោយមានការបញ្ជាក់ពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ 5. អនុញ្ញាតឲ្យអ្នកជំងឺដែលទទួលការណាត់ពេទ្យនៅឯបាងកកអាចធ្វើដំណើរទៅបានដោយប្រើលិខិតឆ្លងដែនបានរយៈពេល 2 ថ្ងៃករណីអាចបន្តបានលុះត្រាតែពេទ្យចេញលិខិតបញ្ជាក់ 6. អនុញ្ញាតឲ្យយានយន្តកម្ពុជាដែលកកស្ទះនៅទីផ្សារថៃឲ្យវិលត្រឡប់កម្ពុជាវិញបាន 7. ហាងម៉ូតូឬយានយន្តគ្រប់ប្រភេទចេញពីកម្ពុជាចូលទៅថៃ 8. ហាមយានយន្តថៃគ្រប់ប្រភេទឆ្លងដែនមកកម្ពុជាបានឡើយគូបញ្ជាក់ថាពេលវេលាបើកនិងបិទច្រកទ្វារព្រំដែនដោយបានចែងខាងលើដែលអនុញ្ញាតបានត្រឹមតែ1ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 នេះចាប់ពីម៉ោង 8:00 នាទីព្រឹកដល់ម៉ោង 16:00 នាទីរសៀលជាកំហិតដោយឡែកខេត្តបន្ទាយមានជ័យភាគីថៃបិទបើកច្រកដោយឯកតោភាគីដោយមិនបានជូនដំណឹងមកខាងកម្ពុជានោះទេខណៈពេលនេះឯកឧត្តមអ៊ុំរិត្រីអភិបាលនៃអភិបាលខេត្តបន្ទាយមានជ័យកំពុងនៅច្រកទ្វារអន្តរជាតិពេជ្រប៉ែតរងចាំមើលស្ថានភាពជាក់ស្ដែងហើយសិស្សានុសិស្សអនុញ្ញាតឲ្យចេញចូលធម្មតា